อรหังสัมมาสัมพุทโธภะคะวีพุทธังภะคะวันตังอภิวิเตมิวากาโตภะคะวะตาธัมโมธัมมังนัมสสามิสุปฏิปันโนภะคะวะโตสาวกสังโฆសង្ឃាំងវន្ទាមិខ្ញុំបកណាសូមលើកនៅបន្ត្រៃបិដកទី7ទំព័រ288ឆាន់បបឧទាំងបិបាសੰភយបនេតិវាតាំងសោឆេសោថេតិវត្ថឹងបរិណាមេតិវតាំងភេសជ្ជៈមេតាំងសុគតេនៈវិនិតាំងតាស្មាហេយតុមយាគុំអលៈមេវៈទាតុមនិច្ចាំងមនុស្សេនៈសុខថេកេនៈទិធ្វានិវាបដ្ឋយតាសុខានិមនុស្សសោភកៈតមិច្ឆតាវាតិបបរនោះតែងកំចាត់បងសេចក្តីឃ្លានមួយសេចក្តីស្រេកមួយនិងញ៉ាំងខ្យល់ឲ្យបានដើរស្រួលមួយញ៉ាំងសរសៃឲ្យស្អាតមួយញ៉ាំងផាត់ឲ្យរលួយមួយនេះជាភេសជ្ជៈដែលព្រះតថាគតទ្រង់សរសើរហើយព្រោះហេតុនោះអ្នកមានសេចក្តីត្រូវការចង់បានសេចក្តីសុខរបស់មនុស្សក្តីប្រាថ្នាសេចក្តីសុខជារបស់ទឹកក្តីចង់បានសេចក្តីល្អរុងរឿងក្នុងមនុស្សក្តីគួរឲ្យបបរជានិច្ចចោសូមអនុមោទនាដល់ពេលនេះខ្ញុំកណាសូមលើកឡើងនៅព្រះសតនបិដកខុទ្ទកនិកាយចតុដ្ឋភាគ52លេខ4និកវៈទី23ពោលអំពីសត្វដំរី1រឿងរបស់ព្រះសាស្តា33ព្រះសាស្តាការប្រថាប់នៅក្នុងក្រុងកោសំពីទ្រង់បានប្រពព្រះអង្គឯងត្រាស់ព្រះធម្មទេសនានេះថាអហង្នាគោវៈតថាគតដូចជាដំរីជាដើមព្រះសាស្តាត្រូវពួកមិច្ឆាទិដ្ឋិជេខ្ញុំបានពោលឲ្យពុស្ដាហើយក្នុងអដ្ឋកថានៃព្រះគិថាដំបូងក្នុងអបមាតវៈនោះឯងពិតណាស់ក្នុងទីនោះខ្ញុំពោលទុកដូច្នេះថាព្រះនាងមាកន្ធិយាមិនអាចធ្វើអ្វីដល់ស្ត្រី500នាក់មានព្រះនាងសមាវតីជាប្រធានបានទើបទ្រង់ត្រេះរិះថាយើងនឹងធ្វើវត្ថុដែលគួរធ្វើចំពោះព្រះសាមណគោតមឲ្យបានលុះទ្រង់ត្រេះរិះដូច្នេះហើយទើបឲ្យប្រាក់ឈ្នួលអ្នកនគរច្រើនអ្នកបង្គាប់ថាអ្នកទាំងឡាយព្រមទាំងទាស័កនិងកម្មករចូលជេរព្រះសាមណគោតមក្នុងកាលដែលស្ដេចចូលកាន់ព្រះនគរឲ្យជៀសចេញទៅពួកអ្នកក្រៅសាសនាមិនជ្រះថ្លាក្នុងព្រះរតនត្រ័យបានតាមជេរតាមផ្ដាសាព្រះសាស្តាដែលស្ដេចយាងចូលទៅក្នុងព្រះនគរដោយអកោសវត្ថុ10យ៉ាងថាជាលោកជាចៅលោកជាបុគ្គលពាលជាមនុស្សវង្វេងជាអូតជាគោជាលាជាសត្វនរកជាសត្វនិរិឆានសុគតមិនមាន
សម្រាប់លោកទេទុគតិប៉ុណ្ណោះដែលក៏បីសង្ឃឹមព្រះអានន្ទទូយាងស្ដេចទៅកាន់នគរដតីក៏ស្ដេចមិនទៅព្រះអានន្ទស្ដាប់ពាក្យជេរនោះហើយបានក្រាបទូលពាក្យនេះចំពោះព្រះសាស្តាថាបបិទ្ធព្រះអង្គដ៏ចម្រើនអ្នកនគរទាំងនេះនាំគ្នាជេរបរិភាពួកយើងចេញចាកនគរនេះទៅកាន់នគរដទៃចោព្រះសាស្តាថាមនាលអានន្ទតើយើងទៅកាន់ទីណាព្រះអានន្ទថាទៅកាន់នគរដទៃព្រះអង្គព្រះសាស្តាថាប្រសិនបើមនុស្សក្នុងនគរនេះជេរបរិភាហើយទៀតនឹងទៅកាន់ទីណាទៀតអានន្ទព្រះអានន្ទថាទៅកាន់នគរដទៃទៀតព្រះអង្គព្រះសាស្តាថាកាលបើមនុស្សក្នុងនគរនោះជេរបរិភាទៀតនឹងទៅកាន់ទីណាទៀតអានន្ទថាទៅកាន់នគរដទៃទៀតព្រះអង្គព្រះសាស្តាថាអានន្ទការធ្វើយ៉ាងនោះមិនគួរទេរឿងកើតឡើងក្នុងទីណាការរឿងឲ្យស្ងប់ហើយក្នុងទីនោះទៅគួរទៅកាន់ទីដទៃអានន្ទតើពួកណាជាអ្នកជេរព្រះអានន្ទថាជនទាំងអស់តាំងពីទាសកម្មករនាំគ្នាជេរព្រះអង្គព្រះសាស្តាទ្រង់អត់ទ្រាំពាក្យល្មើសបានព្រះសាស្តាត្រាស់ថាអានន្ទតថាគតដូចជាដំរីដែលចូលទៅកាន់សង្គ្រាមការអត់ទ្រាំចំពោះកូនសដែលបាញ់ចេញអំពីទិសទាំង4ជាភារៈរបស់ដំរីដែលទៅកាន់សង្គ្រាមយ៉ាងណាការអត់ទ្រាំចំពោះពាក្យដែលបកគោទ្រុសិលដល់ច្រើនជាភារៈរបស់តថាគតដូច្នោះដូចគ្នាការនឹងទ្រង់សម្ដែងធម៌ប្ររពព្រះអង្គឯងបានត្រាស់ព្រះគាថាទាំងនេះនៅក្នុងនិកវៈថា1អហង្នីកោវៈសង្គាមេចាបាតោបតិតាំងសរាំងអធិវិសន្តិតិខិសੰទុសៃលោហិពោពហុចណោតនតាំងអ្នកយន្តិសមិតੰតនតាំងរាជាភូរោហតិតន្តោសេថោមនុស្សសេសុយោតិវាក្សន្តិតិខតិវរមសាតរាតន្តាអាជានិយាវៈសន្ធវាកញ្ចវាវៈកញ្ចរាវច្ចវៈមហានិគាអដ្ឋតន្តោអតោវរាំងតថាគតនឹងអត់ទ្រាំពាក្យល្មើសដូចដំរីកាលអត់ទ្រាំចំពោះព្រួញហើយរបូតចេញអំពីធ្នូក្នុងសង្គ្រាមដូច្នោះព្រោះថាជនទ្រុសិលមានច្រើនអ្នកពួកជនដែលតែងនាំវាហណៈដែលទូមានហើយទៅកាន់ទីប្រជុំព្រះរាជាតែងស្ដេចឡើងទៅកាន់វាហណៈដែលទូមានហើយបណ្ដាមនុស្សទាំងឡាយមនុស្សណាអត់សង្កត់នៅពាក្យល្មើសបានមនុស្សនោះជាអ្នកមានខ្លួនទូមានហើយឈ្មោះថាជាបុគ្គលប្រសើរបំផុតពួកសេះអាសតរហក្តីសេះជាអាជនីយក្តីសេះសន្ធវក្តីដំរីកញ្ចៈដល់ប្រសើរក្តីដែលបុគ្គលព្រៀនប្រដៅបានបត់ហើយរាប់ថាជាសត្វប្រសើរបុគ្គលដែលមានខ្លួនទូមានបានបត់ហើយប្រសើរជាងសត្វទាំងអស់នោះអធិប្បាយគាថាបណ្ដាបត់ថានីកោវៈប្រែថាដូចដំរីបត់ថាចាបាតោបតិតាំងដែលរបូតចេញសេចក្តីថារបូតចេញអំពីធ្នូបត់ថាអតិវាក្សੰប្រែថានៅពាក្យល្មើស
ដែលប្រព្រឹត្តទៅហើយដោយអំណាចនៃអនរិយវោហា8មានន័យថាម៉េចអនរិយវោហា8គឺពោលវត្ថុមិនឃើញថាឃើញមួយពោលវត្ថុមិនឮថាឮមួយពោលវត្ថុមិនដឹងថាដឹងមួយពោលវត្ថុមិនជ្រាបច្បាស់ថាជ្រាបច្បាស់មួយពោលវត្ថុដែលឃើញមិនថាមិនឃើញមួយពោលវត្ថុបានឮថាមិនឮមួយពោលវត្ថុដែលដឹងថាមិនដឹងមួយពោលដែលជ្រាបច្បាស់ថាមិនជ្រាបច្បាស់មួយបទថាតិខ្សិខ្សាំងនឹងអត់ទ្រាំសេចក្តីថាដំរីធំដែលហត្ថាចាវឹកហាត់ល្អហើយចូលកាន់សង្គ្រាមជាសត្វអត់ធន់មិនរួញរាមិនញញើតចំពោះកូនសដែលបាញ់ចេញមកលើខ្លួនអត់ទ្រាំចំពោះការប្រហារទាំងឡាយមានការប្រហារដោយលំពេកជាដើមយ៉ាងណាតថាគតក៏នឹងអត់ទ្រាំគឺនឹងអត់ធន់ចំពោះពាក្យល្មើសដូចហពោលដូចឆ្នោះគ្នាបទថាទុសៃឡូហេជាអ្នកទុសិលជាអ្នកទ្រុសិលសេចក្តីថាព្រោះលោកីមហាជននេះភាគច្រើនជាអ្នកទ្រុសិលដើរនិយាយពាក្យសុសៀតតាមសេចក្តីគប់ចិត្តរបស់ខ្លួនការអត់ធន់គឺការប្រងើយកន្តើយក្នុងពាក្យនោះជាភារៈរបស់តថាគតបទថាសមិតੰកាន់ទីប្រជុំសេចក្តីថាក៏ជនទាំងឡាយកាសនឹងទៅកាន់ទីកណ្ដាលមហាជនក្នុងអូសៀននិងកៃឡាឋានជាដើមរមែងប្រើចំពោះគូឬសេះដែលបង្វឹកហើយប៉ុណ្ណោះឲ្យនាំបានយានហើយទៅបទថារាជាព្រោះព្រះរាជាសេចក្តីថាសំបីព្រះរាជាកាលនឹងស្ដេចទៅកាន់ទីដូចជាពោលមកនោះទ្រង់រមែងរាជពាហនៈដែលវឹកវើហាត់ហើយប៉ុណ្ណោះបទថាមនុស្សសេសុក្នុងពពួកមនុស្សសេចក្តីថាសំបីក្នុងពពួកមនុស្សដែលទូមានដោយអរិយមគ្គទាំង4កំចាត់មានះចេញហើយរមែងជាបុគ្គលប្រសើរបទថាយោតិវាខ្សាំងអ្នកដែលទ្រាំអត់ទ្រាំក្នុងពាក្យល្មើសបានសេចក្តីថាបុគ្គលណារមែងអត់ធន់គឺរមែងមិនតបតមិនក្រហល់ក្រហាយចំពោះពាក្យល្មើសបែបនោះសំបីគេពោលរឿយបុគ្គលអ្នកមានខ្លួនទូហោមានហើយបែបនេះជាបុគ្គលប្រសើរសេះដែលកើតអំពីមេសេះជាមួយនឹងបាឡាឈ្មោះថាសេះអសតរៈសេះដែលដឹងដោយហេតុការដែលសារថីអ្នកបង្ហាត់ឲ្យធ្វើយ៉ាងឆាប់រហ័សហៅថាសេះអាចិនីសេះដែលកើតក្នុងដែនសេធុឈ្មោះថាសេះសិនទុពៈដំរីធំដែលហៅថាកញ្ចោឈ្មោះថាដំរីធំបទថាអដ្ឋតន្តោបុគ្គលដែលទូមានខ្លួនហើយជាដើមសេចក្តីថាសេះអាសត្តរៈក្តីសេះសិនធពុសិនធុក្តីដំរីកញ្ចោក្តីចំពោះតែបានទទួលវឹកហាត់ហើយជាសត្វប្រសើរដែលមិនទាន់បានវឹកហាត់មិនប្រសើរតែបុគ្គលណាឈ្មោះថាមានខ្លួនទូមានហើយគឺអស់មានអ្នកហើយព្រោះទូមានខ្លួនដោយអរិយមគ្គទាំង4បុគ្គលនោះរមែងសប្រសើរជាងសេះអសតរៈជាដើមនោះគឺអ្នកក្រៃលែងជាងសេះអសតរៈជាដើមទាំងនោះក្នុងការចប់ព្រះធម៌ទេសនាមហាជនសំបីទាំងអស់ដែលទទួលប្រាក់ឈ្នួលមកឈរជេរតាមខ្នល់និងផ្លូវបំបែក
ជា3ជាដើមនោះឯងក៏បានសម្រេចសោតបត្តផលដូច្នោះឯងចប់រឿងព្រះអង្គទុក្ខបាតាចនិតទុក្ខាភិយបាតាចនិពយាសោកបាតាចនិតសោកាហោនទោសាពេពិបានិណោសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់ទុកទៅដែលដល់ហើយភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយសោកសូមឲ្យជាសត្វបាត់សោកទៅហងសូមអនុមោទនា